នៅប្រទេសកម្ពុជារបស់បញ្យើងសត្វត្រយងមានច្រើនប្រភេទហើយថ្ងៃនេះខ្ញុំលើកយកសត្វត្រយងពីរប្រភេទដែលមានវត្តមាននៅក្នុងបឹងព្រៃល្ពៅយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានទស្សនាទី1ត្រយងខ្លួនសឬកងខ្លួនសជាទូទៅវាមានកម្ពស់ប្រមាណជា75ទៅ76សង់ទីម៉ែត្រមានមាឌធំខ្លួនពណ៌សកក្បាលជើងនិងចំពុះកងវែងពណ៌ខ្មៅទីជម្រកព្រៃលិចទឹកព្រៃកោងកាងជាពិសេសនៅបឹងទន្លេសាបនិងតំបន់ជុំវិញរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទចិត្តទទួលរងការគំរាមកំហែងរដូវបន្តពូជចាប់ពីខែតុលាដល់ខែមេសាពងចំនួន2ទៅ4គ្រាប់ទី2សត្វត្រយងខ្លួនរលោងឬកងខ្លួនរលោងជាទូទៅវាមានកម្ពស់ប្រមាណជា55ទៅ65សង់ទីម៉ែត្រពេលពេញវ័យមានតូចជាងត្រយងដទៃខ្លួនពណ៌ប្រផេះក្រមៅក្លាបពណ៌បៃតងភ្លឺជើងពណ៌ប្រផេះក្បាលក៏មានអុចពណ៌សពេលបន្តពូជក្បាលកនិងដងខ្លួនពណ៌កាហ្វេបន្ទូលក្បាលពណ៌បៃតងទីជម្រកតំបន់វាភក់ព្រៃលិចទឹកភាគច្រើនមាននៅបឹងទន្លេសាបរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែតុលាដល់ខែកុម្ភៈពងចំនួន2ទៅ3គ្រាប់ឯកសារអំពីសត្វស្លាបទាំងពីរប្រភេទនេះខ្ញុំដកស្រង់ចេញពីសៀវភៅសត្វស្លាបនៅកម្ពុជាបោះពុម្ពនៅក្នុងឆ្នាំ2021ជាពិសេសខ្ញុំឃើញបងប្អូនយើងមួយចំនួនគឺគាត់បានខមមិនត្រូវអំពីសត្វត្រយងខ្លួនសនិងត្រយងខ្លួនរលោងនេះប៉ុន្តែបើភាសាតាមតំបន់ខ្ញុំមិនដឹងថាពុកម៉ែបងប្អូនគាត់ហៅបែបម៉េចទេបើសិនជាបងប្អូនស្គាល់អាចខមមិនប្រាប់នៅពីខាងក្រោមវីដេអូនេះបានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា